Hello 大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីពាក្យថែជាមួយនឹង形容词ហ្នឹងហើយហ្នឹងគឺជា structure របស់ភាសាចិនអញ្ចឹងថែនឹងបកប្រែថាពេកបូកជាមួយនឹងគុណនាមអញ្ចឹងឧទាហរណ៍ថា太快了太快了ឧទាហរណ៍ថា他说中文的太快了មានន័យថាគាត់និយាយភាសាចិនលឿនពេកហើយអញ្ចឹងខ្វាយបកប្រែថាលឿនអញ្ចឹងឧទាហរណ៍ទី2គឺយើងចង់និយាយថា太慢了太慢了太慢了慢បកប្រែថាយឺតអញ្ចឹងឧទាហរណ៍យើងនិយាយថាគាត់បើកឡានយឺតពេកហើយអញ្ចឹងយើងអាចនិយាយថា他开车的太慢了他开车的太慢了នឹងយើងអាចនិយាយពាក្យហ្នឹងបានអញ្ចឹងឧទាហរណ៍ទី3បើសិនបើយើងនិយាយថារបស់ហ្នឹងថ្លៃពេកហ្នឹងអញ្ចឹងមិនអាចយកមានលទ្ធភាពទិញទេអញ្ចឹងយើងអាចនិយាយថា这个东西太贵了这个东西太贵了贵បកប្រែថាថ្លៃអញ្ចឹងបើសិនបើយើងចង់ផ្ទុយពីថ្លៃគឺយើងអាចនិយាយថា太便宜了太便宜了មានន័យថាវាថោកពេកហើយអញ្ចឹងយើងអាចប្រើពាក្យហ្នឹងបានអញ្ចឹងបើសិនបើមានចង្អល់អីបងប្អូនអាចឆាតនៅក្នុង comment បានអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបាយ